វិស័យកសិកម្មកម្ពុជាកំពុងឆ្ពោះទៅរកភាពទំនើបកាន់តែខ្លាំងពីការដាំដុះលើដីតាមបែបបុរាណឈានដល់ការដាំដំណាំដោយប្រើប្រាស់ទឹកជំនួសដីបន្លែដាំលើទឹកឬ hydroponic ត្រូវបានចាត់ទុកជាបច្ចេកវិទ្យាកសិកម្មសម័យថ្មីដែលពោរពេញដោយភាពច្នៃប្រឌិតតាមរយៈលោកស្រីម៉ាងប៉ាវីណាម្ចាស់កសិដ្ឋានកានិកាហ្វាមបានបង្ហាញថាទោះបីជាខ្លួនមិនបានរៀនផ្នែកកសិកម្មក៏ដោយប៉ុន្តែដោយសារបានឃើញការដាំបន្លែតាមបច្ចេកវិទ្យា hydroponic ងាយស្រួលនិងមិនត្រូវប្រឈមនឹងបញ្ហាដោយការដាំលើដីលោកស្រីក៏បានចាប់អារម្មណ៍និងសិក្សាបន្ថែមពីបច្ចេកវិទ្យានេះលោកស្រីបន្ថែមថា hydroponic មិនមែនមានន័យថាដាំលើទឹកតែមួយប្រភេទទេប៉ុន្តែជាវិធីដាំបន្លែដោយមិនប្រើដីមិនតែប៉ុណ្ណោះលោកស្រីក៏ធ្លាប់ទៅសិក្ខាសាលានៅប្រទេសកូរ៉េផងដែរដើម្បីសិក្សាបន្ថែមក្រោមការដឹកនាំរបស់ក្រសួងកសិកម្មកម្ពុជាហើយលោកស្រីក៏បានចែករំលែកទៀតថាការដាំដុះបន្លែលើទឹកនេះដំបូងយើងអាចចាប់ផ្ដើមពីតូចទៅធំបានដោយលោកស្រីដែរតយោមូយើងចាប់ផ្ដើមពីតយោមូទេអត់តន់ធ្វើកសិដ្ឋានធំដល់ប៉ុណ្ណឹងគឺយើងដាំលេងដំបូងលោកដូចវាសនាដែលជាបុគ្គលិកធ្វើការនៅកានិកាហ្វាមបានរយៈពេលប្រមាណជាមួយឆ្នាំជាងបានពោលថាមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានមកធ្វើការនៅហ្នឹងហើយវាអត់មានហត់អីទេដោយសារតែធ្វើការនៅនេះអាកាសធាតុវាអត់ក្តៅខ្លាំងហើយយើងធ្វើការនៅក្រោមតង់ហើយវាការពារកម្ដៅថ្ងៃបានមួយទៀតចំពោះការងារទៀតសោតគឺយើងដាំបន្លែលើទឹកយើងអត់ហត់ក្នុងការទៅជីកដីឬក៏ធ្វើស្មៅអីទេហើយការស្រោចស្រពដំណាំក៏វាទៅតាមប្រព័ន្ធនៃបច្ចេកទេសបោះដំណាំនឹងដែរអញ្ចឹងវាអត់មានអីហត់សម្រាប់ខ្ញុំទេគ្រាន់តែយើងដើរមើលបន្លែមើលអីបន្តិចបន្តួចរួចជាការស្រេចចំពោះការងារនេះវាជួយសេដ្ឋកិច្ចខ្ញុំបានច្រើនដោយសារតែខ្ញុំទទួលបានប្រាក់កម្រៃប្រចាំខែពីមុខរបរការងារមួយនេះហើយចំពោះការទទួលទានប្រចាំថ្ងៃពេលខ្លះខាងម្ចាស់កសិដ្ឋានគាត់ផ្ដល់ជូនមកខ្ញុំទៀតអញ្ចឹងទៅខ្ញុំអត់ត្រូវចំណាយច្រើនក្នុងការទិញបន្លែពីខាងក្រៅមកហើយវាក៏ជួយសម្រួលដល់សុខភាពដែរវាជាបន្លែដែលមានសុវត្ថិភាពសម្រាប់ការបរិភោគសម្រាប់មនុស្សទូទៅដូចគ្នាដែរបាទចំពោះខ្ញុំចង់ឲ្យប្រជាជនយើងងាកមកដាំបន្លែ hydroponic ឲ្យបានច្រើនដោយសារតែបន្លែនេះគឺដាំនៅលើទឹកហើយវាជួយកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីច្រើនមួយទៀតវាអត់ប៉ះពាល់ដល់សុខភាពទេដោយសារតែវាជាបន្លែសរីរាង្គហើយវាដាំនៅលើទឹកហ្នឹងដោយសារតែចំពោះអ្នកដែលអត់មានដីគាត់អាចធ្វើការដាំនៅលើទឹកហ្នឹងបានងាយស្រួលនៅតាមផ្ទះរបស់គាត់ហើយអត់មានសត្វល្អិតក្នុងការយាយីអីងាយទេហើយការប្រើប្រាស់ថ្នាំគីមីទៀតសោតក៏វាអត់មានត្រូវចាំបាច់ត្រូវចំណាយលើថ្នាំគីមីដែរអញ្ចឹងវាល្អទាំងសុខភាពហើយអាចជួយទ្រទ្រង់នៅសេដ្ឋកិច្ចគ្រួសាររបស់យើងបានទៀតអញ្ចឹងខ្ញុំគាំទ្រឲ្យប្រជាជនរបស់យើងហ្នឹងដាំនៅបន្លែ hydroponic ក៏ដូចជាបន្លែលើទឹកហ្នឹងឲ្យបានច្រើនដើម្បីគិតគូរពីផលប្រយោជន៍ក៏ដូចជាសុខទុក្ខនៃសុខភាពរបស់យើងផងដែរបានជាខ្ញុំមានទំនុកចិត្តក្នុងការទិញបន្លែលើទឹកនៅកន្លែងគាត់ញ៉ាំពីព្រោះកន្លែងគាត់នេះគឺគាត់ដាំប្រកបដោយបច្ចេកទេសល្អហើយសាឡាត់របស់គាត់គឺមានគុណភាពខ្ពស់អត់ប្រើសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងទេហើយមួយវិញទៀតគឺសាឡាត់នៅកន្លែងគាត់ក៏បានយកទៅពិនិត្យនៅកន្លែងមន្ទីរពិសោធន៍ដែរហើយក៏កន្លែងខាងមន្ទីរពិសោធន៍ហ្នឹងក៏ទទួលស្គាល់ថាបន្លែរបស់គាត់គឺមានគុណភាពល្អដែលអត់មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់សុខភាពរបស់យើងទេចំពោះចំណាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តដែលខ្ញុំជាចំណែកមួយក្នុងការជួយលើកកម្ពស់កសិផលរបស់ប្រជាជនខ្មែរយើងដែលគាត់បានដាំបន្លែលើទឹកនេះនៅក្នុងស្រុករបស់យើងផ្ទាល់ហើយមួយវិញទៀតខ្ញុំក៏សប្បាយចិត្តដែរដែលឃើញប្រជាកសិកររបស់យើងគាត់អាចប្រើបច្ចេកទេសដាំដំណាំនៅលើទឹកអញ្ចឹងបានដែលទីមួយក៏វាជួយបង្កើនការងារដល់អ្នកភូមិស្រុកនៅក្នុងស្រុកយើងដែរអញ្ចឹងទី1បើយើងធៀបទៅនឹងការដាំដុះនៅលើដីបន្លែលើទឹកវាចំណេញពេលវេលាច្រើនអាចថាខុសគ្នាមួយសប្តាហ៍បើធៀបទៅលើដាំលើដីហើយតើតើនឹងផ្ទៃកាឡាដាំដុះយើងធៀបគ្នាយើងអាចដាំបានច្រើនជាងអាស្រ័យទៅលើការ design ប្រព័ន្ធនៃការដាំដុះចំណេញពលកម្ម
យើងអត់មានធ្វើការភ្ជួររាស់ឬក៏ធ្វើស្មៅអីទេចំណេញច្រើនហើយងាយស្រួលថែទាំការដាំដុះបន្លែលើទឹកយើងអាចដាំបានច្រើនប្រភេទដូចជាប្រភេទបន្លែយ៉ស្លឹកមានស្ពៃមានសាឡាត់ខាត់ណាអីជាដើមបន្លែយ៉ផ្លែពេញប៉ោះតសក់ហើយបន្លែយ៉មើមក៏បានដែរដូចជាប្រភេទដលងបារាំងអញ្ចឹងចំពោះអ្នកដែលមានបំណងចង់ធ្វើការដាំដុះដំណាំលើទឹកអញ្ចឹងខ្ញុំមានដំបូងមានខ្លះទី1អាចថាគាត់ត្រូវតែសិក្សារៀនសូត្រស្វែងយល់ពីដំណាំលើទឹកឲ្យបានច្បាស់សិនហើយទី2ត្រូវចេះពីបច្ចេកទេសដាំដុះឲ្យបានជាក់លាក់ហើយទី3យើងត្រូវតែបន្ទាប់ពីយើងរៀនសូត្រមានបច្ចេកទេសហើយយើងត្រូវរៀនសាកល្បងដាំសិនលក្ខណៈខ្នាតតូចក៏បានលក្ខណៈថាយើងអាចរៀនដាំបន្លែណាដែលងាយស្រួលដាំសិនចាំយើងដាំជោគជ័យហើយចាំយើងធ្វើជាលក្ខណៈធំកត្តាផ្សេងជាច្រើនដែលខ្ញុំរៀនខាងផ្នែកកសិកម្មដោយសារតែខ្ញុំឆ្លាញ់ខាងការដាំដុះនិងចង់មានជំនាញច្បាស់លាស់នៅក្នុងផ្នែកកសិកម្មហ្នឹងហើយជំនាញហ្នឹងក៏យើងចាប់តែយើងអាចរកស៊ីបានតែខ្លួនឯងដូចជាការដាំដុះនៅក្នុងចំការនៅក្នុងកសិដ្ឋានខ្ញុំធ្លាប់សាកល្បងហើយឥឡូវហ្នឹងកំពុងតែអនុវត្តដាំបន្លែលើទឹកហ្នឹងដូចគ្នាបងជួបផលពិបាកដូចជាការដាច់ទឹកជួនការដាច់ភ្លើងអញ្ចឹងទៅហើយជួនការឯងអ្នកស្ទះទៅយកទឹកហ្នឹងផងដែរចំណាយអារម្មណ៍របស់ខ្ញុំនៅលើបន្លែលើទឹកហ្នឹងគឺវាបានបង្ហាញឲ្យឃើញពីចៃវិទ្យាកសិកម្មសម័យថ្មីដែលទទួលបានផលច្រើននៅលើផ្ទៃដីដែលទូចហើយងាយស្រួលក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមខ្ញុំចង់ឲ្យបន្លែលើទឹកហ្នឹងមានទីផ្សារខ្ពស់មានផលប្រយោជន៍ទៅដល់ប្រជាជនឧបមាថាតើគាត់ចង់ដាំបន្លែលើទឹកអញ្ចឹងវាអាចពង្រីកនៅផលិតផលក្នុងស្រុកឲ្យកាន់តែរីកចម្រើនជាងមុន